អរុនសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នានឹងហើយវិលត្រឡប់មកកាន់វីដេអូថ្មីរបស់ខ្ញុំហើយខ្ញុំត្រឡប់មកធ្វើមេត្តាវិញហើយតពីបាត់មុខមួយរយៈធំដែរដោយសារមួយរយៈមុនហ្នឹងវាមានបញ្ហាសុខភាពញោមញីមកលើរូបកាយខ្ញុំអញ្ចឹងណាអញ្ចឹងក៏ជាហើយអត់បានផលិតវីដេអូសម្រាប់ផុសចូលគណនី Facebook ឬក៏ Page អញ្ចឹងទៅហើយថ្ងៃនេះដែរគឺជាថ្ងៃដែលខ្ញុំ day off ហ្នឹងហើយណាមួយគាត់ជួននឹងម៉ូតូខ្ញុំវាមានបញ្ហាក៏ដូចជាប្រព័ន្ធភ្លើងហ្នឹងហើយនិយាយទៅអាគុយដោយសារខ្ញុំយកចេញពីឃ្លាំងគេមកហ្នឹងគឺអត់បានឲ្យគេដូរអាគុយអញ្ចឹងណាមួយម៉ូតូដែលខ្ញុំយកចេញពីឃ្លាំងគេមកហ្នឹងគេទុកនៅក្នុងឃ្លាំងយូរគេអត់សូវជិះអញ្ចឹងវាអត់សូវចូលអាគុយអញ្ចឹងវាយកមកវារេយូរខែដែរឥឡូវវាទៅមានបញ្ហាអញ្ចឹងណាហើយថ្ងៃហ្នឹងជួននឹងថ្ងៃ day off ថ្ងៃសម្រាប់មួយថ្ងៃនៅបន្ទប់អត់ដឹងធ្វើអីក៏គិតថាយកវាទៅឆែកមើលនៅជាងអញ្ចឹងទៅដូរអាគុយឬក៏ត្រូវឲ្យគេឆែកមើលខ្សែភ្លើងតែអីក៏លើវាប៉ះគ្នាឆ្លងអីអញ្ចឹងណានិយាយទៅសរសើរដែរសម្ភារៈរាល់សម្ភារៈដែលខ្ញុំបាននាំចូលមកនៅជាមួយខ្ញុំអីចឹងមិនថាម៉ូតូឬក៏សម្ភារៈអីផ្សេងគឺឲ្យតែមកដល់ខ្ញុំគឺវាអត់សូវមានបញ្ហាអីធំដុំចោលទេវាមានតិចតួចអញ្ចឹងណាអាចថារាប់អានថាសំណាងមិនក៏ខ្ញុំមិនដឹងដែរប៉ុន្តែសង្កេតមើលទៅខ្ញុំទិញវត្ថុអីផ្សេងសម្ភារៈអីផ្សេងមកប្រើប្រាស់គឺអត់សូវមានបញ្ហាបងប្អូនមានតិចតួចអញ្ចឹងណាដូចម៉ូតូដែលខ្ញុំកំពុងជិះនេះជាដើមគឺល្អមែនតើអាចថានិយាយបានថាសំណាងខ្ញុំក៏ថាបានមែនតើទៅបើនិយាយឲ្យកាន់តែស៊ីជម្រៅទៅលើម៉ូតូរបស់ខ្ញុំនេះគឺវាជាក្តីស្រមៃក៏ដូចជាគោលបំណងមួយតាំងពីប្រហែលឆ្នាំមុនដែលខ្ញុំនៅសិក្សាគឺខ្ញុំមានគោលបំណងចង់បានវាតាំងពីយូរហើយពុកម៉ែបងប្អូនគាត់ថាយើងគ្មានលទ្ធភាពអញ្ចឹងណាតែឥឡូវយើងបានចេញធ្វើការទៅមានលទ្ធភាពមានអីអាចយកវាមកជិះធ្វើជាយានជំនិះផ្ទាល់ខ្លួនបានអញ្ចឹងណាហើយខ្ញុំអាចនិយាយបានថាវាជាក្តីសម័យមួយធំសម្រាប់ខ្ញុំអញ្ចឹងណាបើនិយាយរឿងស្ថានភាពផ្លូវនៅពេញវិញខ្ញុំមកមួយឆ្នាំហ្នឹងហើយគឺអត់ស្គាល់ផ្លូវពេញអស់ទេបងប្អូនស្គាល់តែផ្លូវណាធំអញ្ចឹងណាហើយគោលដៅដែលខ្ញុំទៅនេះគឺទៅជាយក្រុងបងប្អូននិយាយទៅផ្លូវនេះគឺខ្ញុំទៅស្ដាំដៃនេះក៏បានដែរបងប្អូនកោនស្ពានស្ទឹងមានជ័យហ្នឹងតែខ្ញុំចង់ទៅត្រង់ហ្នឹងដើម្បីបត់មកឆ្វេងវិញដើម្បីឡើងស្ពានឲ្យពុកម៉ែបងប្អូនមើលទិដ្ឋភាពនៅលើអាកាសនៅលើស្ពានស្ទឹងមានជ័យហ្នឹងអញ្ចឹងណានិយាយទៅមនុស្សហ្នឹងវាចូលរឿងនឹងវាចូលផ្លូវខាងស្ដាំហ្នឹងទៅក៏វាទៅបានដែរគាត់ថាមិញកប់ជួននឹងឃើញប៉ូលីសផងដោយសារកោមស្ពានស្ទឹងមានជ័យហ្នឹងធ្លាប់ពូបងប៉ូលីសផាកខ្ញុំម្ដងដែរការប្រហែលខែមុនហ្នឹងហើយអស់ 50000 អញ្ចឹងដល់ពេលមិញហ្នឹងឃើញប៉ូលីសទៀតរៀងកតាញោដៃហ្នឹងទៅក៏ជីកមកមុខទៅត្រង់ទៅសុខចិត្តបត់ឆ្វេងហើយឡើងស្ពានវាកប់ជួនវាជួនគ្នាអញ្ចឹងណាបងប្អូនទាំងអស់គ្នារឿងដែមវារៀងដើមជាស្រ័យរឿងដើមវាសិតតែមានមូលហេតុមានក្បាលមានកតុយអញ្ចឹងបានវាអាចទៅរួចវាមិនមែនចេះតែឆ្កយមកអញ្ចឹងទេវាបោកផ្សំគ្នាអញ្ចឹងណាកុំអីទៅផ្លូវខាងស្ដាំហ្នឹងហើយគ្រាន់ថាកប់ជួនវាឃើញប៉ូលីសផងណាមួយមនុស្សនេះវាភ័យដោយសារប៉ូលីសធ្លាប់ផាកអស់ 50000 នោះវាញោដៃទៅមួងកាមកមុខប្រយមកហើយក៏មានកូនចិត្តមួយគិតថាឡើងស្ពានឲ្យបងប្អូនមើលទិដ្ឋភាពលើស្ពានទៅរឿងវាតែប៉ុណ្្នឹងមែនតើទៅពុកម៉ែបងប្អូនឃើញនៅក្នុងវីដេអូថាចំអានេះជិះម៉ូតូលឿនម៉េចជិះម៉ូតូអត់នេះឃើញម៉ូតូឡានច្រើនហ្នឹងជិះលឿនម៉េចជិះមួយអីបានដែរតាមពិតមិនមែនទេបងប្អូនដោយសារខ្ញុំដាក់ speed ទេបងប្អូនអើយតាមពិតមនុស្សខ្ញុំជិះយឺតហ្នឹងនិយាយទៅកុងទ័រជប៉ុនដាក់មកប្រហែលជិះប៉ុណ្្នឹងកុំឲ្យជប៉ុនអន់ចិត្តអញ្ចឹងណាច្រឡំមាត់មិញបងប្អូនអស់គ្នាតាមពិតកុំខ្វល់ពី speed កុំខ្វល់ពីអីដឹងថាត្រឹមថាខ្ញុំជិះយឺតបានហើយពុកម៉ែបងប្អូនឥឡូវហ្នឹងមកមើលទិដ្ឋភាពនៅលើស្ពាននោះកន្លែងនេះគេចាក់គូគេចូលពេលប៉ុន្តែហ៊ានចាក់ខ្លាំងហើយបងប្អូនដោយសារខ្លាចល្អិលទៅអស់ថ្មិញនៅលើស្ពានហ្នឹងមិនដែរទិដ្ឋភាពនៅលើស្ពានស្ទឹងមានជ័យហ្នឹងប៉ុណ្ណឹងមិនបងប្អូនទាំងអស់គ្នាប៉ុណ្ណឹងនៅរៀងស្ទើរឯងបងប្អូនចាំមើលផ្លូវខ្ញុំកំពុងធ្វើដំណើរឆ្ពោះទៅជ័យក្រុងហ្នឹងមានស្ពានមួយទៀតបន្តិចទៀតដល់ហើយបងប្អូនវីដេអូហ្នឹងខ្ញុំថតកាត់គេដោយសារម៉ូតូឡានវាច្រើនអញ្ចឹងទៅខ្ញុំអត់ហ៊ានថតច្រើនទេបងប្អូន
តែកប់ជួនអីយើងមានជើងកាមេរ៉ាប្រអប់ជាប់នឹងខ្លួនណាបងប្អូនអញ្ចឹងវាស្រួលថតបន្តិចបើថាពិបាកមើលនៅពេលយើងចុចកាមេរ៉ាចូលកាមេរ៉ាចេញកាមេរ៉ាអីចឹងណាដោយសារម្នាក់ឯងអញ្ចឹងឯងឈ្ងោកមួយយើងពាក់មួកសុវត្ថិភាពទៅវាពិបាកអោនពិបាកងើបចឹងទៅអញ្ចឹងវាពិបាកតែប៉ុណ្្នឹងទេមែនតើទៅផ្លូវដែលខ្ញុំកំពុងតែជិះហ្នឹងស្ពានដែលខ្ញុំកំពុងតែឃើញហើយក៏ដូចជាពុកម៉ែបងប្អូនកំពុងតែឃើញហ្នឹងគឺគេហៅស្ពានអាកាសក្បាលខ្នល់ហ្នឹងហើយស្ពានអាកាសក្បាលខ្នល់ចាំមើលខ្ញុំ search បន្ថែមអញ្ចឹងណាឲ្យកាន់តែច្បាស់ថាឈ្មោះស្ពានហ្នឹងឈ្មោះអីហើយផ្លូវហ្នឹងហើយទីហ្នឹងហើយស្ពានហ្នឹងហើយគឺជាស្ពានថ្មីដែលក្តៅហុយហ្នឹងទៅធ្វើហើយទៅសាងសង់ហើយហ្នឹងគឺធ្វើឲ្យខ្ញុំវែងមកលើកទី1ហ្នឹងហើយមនុស្សអត់សូវស្គាល់ផ្លូវអត់សូវចាំផ្លូវនៅពេញច្បាស់ផងមកមួយឆ្នាំមែនបងប្អូនដូចខ្ញុំនិយាយខាងដើមអញ្ចឹងមកមួយឆ្នាំមែនតែបើនិយាយផ្លូវនឹងពេញចប់ស្គាល់តែផ្លូវធំហើយស្គាល់តិចតួចទៀតគឺអត់ស្គាល់ច្រើនទេមកមួយឆ្នាំនឹងគេដែរដោយសារមូលហេតុហ្នឹងគឺអត់សូវបានជិះបងប្អូនបើមានអីមួយអាទិត្យ7ថ្ងៃធ្វើការ6ថ្ងៃហ្នឹងដេកអស់តែមួយថ្ងៃហ្នឹងហើយខ្ញុំវ័យលើកមុនហ្នឹងនោះទៅខាងបងប្រុសពាក់អាវពណ៌ខ្មៅខាងឆ្វេងដៃនោះច្រឡំជិះឡើងស្ពានហ្នឹងបងប្អូនអញ្ចឹងទៅមានអីកវ៉ាត់ឡើងស្ពានជិះកលឹងទៅខាងឆ្វេងដៃឯនោះទៀតឆ្ងាយកាន់តែឆ្ងាយហើយវិលចង់វិលមុខថ្ងៃហ្នឹងតែមិនជាអ្វីទេថ្ងៃហ្នឹងយើងរៀងរបៀសដែរអញ្ចឹងណាហើយយើងអាចឆ្ពោះទៅគោលដៅរកផ្លូវទៅគោលដៅដែលយើងចង់ឆ្ពោះទៅយកអាកោនេះទៅឆែកមើលម៉ូតូនឹងបានយ៉ាងជោគជ័យហ្នឹងហើយស្ពានកាត់ទន្លេនេះខ្ញុំអត់ដឹងថាស្ពាននឹងឈ្មោះអីទេចាំមើល search ក្នុង Google មើលសិនប៉ិនខ្ញុំដឹងថាផ្លូវខ្ញុំកំពុងទៅហ្នឹងវាចូលទឹកដីខាងច្បារអំពៅហ្នឹងហើយវីដេអូហ្នឹងខ្ញុំកាត់ទេខ្ញុំអត់សូវថតច្រើនទេដោយសារឡានម៉ូតូលឿនមែនតើផ្លូវហ្នឹងដែលកន្លែងខ្ញុំមកធ្វើម៉ូតូហ្នឹងតែម្ដងឥឡូវហ្នឹងបងប្រុសគាត់កំពុងតែឆែកក្បាលម៉ូតូហើយខ្ញុំក៏អង្គុយមើលទៅបន្ទាប់ពីខ្ញុំប្រាប់គាត់ថាត្រូវធ្វើអីខ្លះត្រូវឆែកអីខ្លះទៅលើម៉ូតូខ្ញុំអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាហើយអង្គុយនេះក៏ចាប់អារម្មណ៍ឃើញអាក្អូនមួយនេះមើលទៅវាតាក់ផ្នែកខ្លាំងមែនតើអានេះគេហៅ level Kilo Pro បងប្អូនគឺអេមែនតើគ្រឿងលេងរបស់គាត់ហើយ0.15មេក្រោមខ្ញុំមកសេរីតែមិនបាច់ចាំនិយាយខកបើក៏លេខមកមើលអាកូនខ្ញុំវិញក៏មិនណយដែរគាត់ថាយើងស្ទើរថវិកានៃការលេងវាអញ្ចឹងណាយើងលេងតាមលទ្ធភាពឥឡូវហ្នឹងបងប្រុសកំពុងតែឆែកមើលហើយដោះអាគុយដោះអីអញ្ចឹងដោយសារខ្ញុំនិយាយខាងដើមអញ្ចឹងគឺម៉ូតូខ្ញុំវាបញ្ហាអាគុយបន្ទាប់ពីគាត់ធ្វើអាខាងក្បាលនោះវាឆ្លងភ្លើងយើងតកុងតាក់បិទបើកហ្វាតម្លាក់ហ្វាអញ្ចឹងណាដោយសារម៉ូតូខ្ញុំវាអូតូអត់តាន់មានកុងតាក់បិទបើកភ្លើងដល់ពេលយើងបញ្ឆេះទៅគឺវាភ្លឺអូតូហើយនិយាយទៅមនុស្សខ្ញុំគឺស្រឡាញ់របស់ហ្នឹងពុកម៉ែបងប្អូនឲ្យតែជួបជាងណាដែលគាត់និយាយទៅគាត់ធ្វើរបស់យើងដូចជារបស់គាត់អញ្ចឹងណារបៀបថាស្រឡាញ់របស់ភ្ញៀវដូចជារបស់គាត់គឺខ្ញុំស្រឡាញ់អាជាងហ្នឹងគឺខ្ញុំទៅហើយគឺទៅទៀតទៅហើយទៅទៀតហ្មងហើយបន្ទាប់មកនេះគឺគាត់ឃើញអាក្រោមកន្លែងគេដាក់អាគុយហ្នឹងវាសិតតែដីអញ្ចឹងទៅគាត់យកក្បាលបាញ់មកបាញ់សម្អាតឲ្យយើងគឺមិនធ្វើលំឯងបងប្អូនគឺអេមខ្លាំងមែនតើជួយសម្អាតជួយអីធ្វើដូចរបស់គាត់អញ្ចឹងណាខ្ញុំចូលចិត្តណាស់ជាងអញ្ចឹងអីគឺខ្ញុំតែងតែទៅគ្រប់ត្រូលគាត់ឲ្យតាស្រឡាញ់របស់យើងដូចរបស់គាត់គឺស្រឡាញ់ពេញបេះដូងហ្មងមែនតើកន្លែងហាងគាត់ធ្វើម៉ូតូហ្នឹងកន្លែងតូបធ្វើម៉ូតូហ្នឹងគឺឆ្ងាយពីកន្លែងខ្ញុំបងប្អូនតែមូលហេតុហ្នឹងដោយសារខ្ញុំចូលចិត្តស្រឡាញ់ទឹកដៃនៃការធ្វើគាត់ហើយគាត់ធ្វើយកចិត្តទុកដាក់ជាមួយឧបករណ៍សម្ភារៈម៉ូតូអីយើងយកទៅឲ្យគាត់ធ្វើអញ្ចឹងណានិយាយទៅគាត់ធ្វើដូចជារបស់គាត់តខ្លួនខ្លួនឯងតែរបស់ភ្ញៀវគាត់ធ្វើដូចរបស់ខ្លួនឯងអញ្ចឹងទៅខ្ញុំចូលចិត្តណាមិនថាឆ្ងាយមិនថាចិត្តទេនិយាយទៅកន្លែងគាត់ហ្នឹងហើយនឹងកន្លែងខ្ញុំហ្នឹងគឺចង់ថានៅមួយចំហៀងម្នាក់បងប្អូនតែខ្ញុំនៅតែឆ្ពោះទៅរកគាត់ដោយសារគាត់ធ្វើល្អគាត់យកចិត្តទុកដាក់អញ្ចឹងណាបើមិនមែនថាជាងមួយចំនួនអត់មានទេនៅក្នុងក្រុងគាត់ថាខ្ញុំវាពិបាកស្វែងរកជាងដែលល្អដូចគាត់អញ្ចឹងខ្ញុំសម្រេចចិត្តថាទៅកន្លែងគាត់ទៅហើយសម័យកាលដែលខ្ញុំត្រូវដោះបន្ទាប់ហ្នឹងគឺមានអីទេបងប្អូនអូកាហ្វេមួយកែវដោយសារខ្ញុំអត់ទាន់បានបាយព្រឹកទេមុខនេះអត់ទាន់បានបាយព្រឹកទេពេលហ្នឹងគឺទៅធ្វើម៉ូតូហាងគាត់ហ្នឹងអត់ទាន់បានអីចូលហុងពោះមកក្របទេអញ្ចឹងសម័យកាលបន្ទាប់ហ្នឹងដាក់អាកាហ្វេមួយកែវហើយក៏ឡប់មកគេហដ្ឋានមកបន្ទប់វិញទៅមានតែប៉ុណ្្នឹងទេបងប្អូនហើយវីដេអូហ្នឹងគឺសុំចប់ត្រឹមហ្នឹងហើយមានតែប៉ុណ្្នឹងទេចាំមើលអេពីសូតថ្មីបន្តទៀតចាំខ្ញុំធ្វើវីដេអូពីអីទៀតហ្នឹងចាំរងចាំទស្សនាអរគុណសម្រាប់ការទស្សនាវីដេអូពីដើមរហូតដល់ចប់